សូមជូនរឿងនិទានរឿងអាំកំបាំងសំឡេងក្នុងស្រែនៅក្នុងភូមិដាច់ស្រយាលមួយនៅជាប់នឹងជីកស្ទឹងមានវាលស្រែដ៏ធំល្វឹងល្វើយនិងដើមត្នោតចាស់ៗដុះជាជួរតាមដងផ្លូវពេលល្ងាចពន្លឺព្រះអាទិត្យលិចបាត់ទៅលើវាលស្រែបង្កើតពណ៌ក្រហមស្រទន់នៅលើផ្ទៃទឹកស្រែកំពុងស្ងប់ស្ងាត់មានកសិករឈ្មោះវណ្ណាដែលចូលចិត្តធ្វើស្រែពេលយប់ថ្ងៃលិចគាត់តែងនិយាយថាពេលនោះហើយខ្យល់ត្រជាក់ហើយទឹកក្នុងស្រែស្ងប់ស្ងាត់ងាយស្រួលធ្វើការជារៀងរាល់ថ្ងៃពេលព្រះអាទិត្យលិចកំពុងអស្តង្គតគាត់តែងតែឮសំឡេងស្រាលៗដូចជាមនុស្សដើរលើផ្ទៃទឹកនៅចំកណ្តាលវាលស្រែថ្ងៃមួយគាត់សម្រេចចិត្តដើរទៅរកប្រភពសំឡេងពេលដើរឆ្ពោះទៅកន្លែងនោះខ្យល់បក់ចាប់ផ្ដើមអង្រួនស្រូវនិងទឹកក្នុងវាលស្រែរលកស្រាលៗគាត់ឮសំឡេងស្រាលៗនិយាយថាកុំភ្លេចស្រែនេះវាជាវាលស្រមោលរបស់អ្នកចាស់ៗវណ្ណាឈប់ដើរភ្លាមពន្លឺព្រះអាទិត្យលិចបាត់ហើយឃើញរូបស្ត្រីស្លៀកពាក់បែបបុរាណឈរលើវាលស្រែនាងមើលមកគួរឱ្យស្រឡាញ់ប៉ុន្តែភ្នែកមានពន្លឺស្រទន់ដូចព្រះអាទិត្យលិចថ្ងៃបន្ទាប់វណ្ណាមិនបានឃើញនាងទៀតទេប៉ុន្តែស្រូវដែលនៅកន្លែងនោះលូតលាស់លឿនជាងគេមនុស្សនៅក្នុងភូមិនិយាយថាវាលនោះត្រូវបានគេហៅថាវាលស្រែពន្លឺជាកន្លែងដែលព្រលឹងអ្នកស្រីបុរាណមួយរក្សាទុកសម្រាប់អ្នកដែលស្រឡាញ់ដីស្រែពិតយប់មួយក្រោមពីធ្វើស្រែអស់កម្លាំងនឿយហត់វណ្ណាបានអង្គុយនៅច្រាំងស្ទឹងស្ងប់ស្ងាត់ពន្លឺព្រះច័ន្ទលើក្បាលបង្ហាញវាលស្រែពណ៌ប្រាក់ស្រទន់ប៉ុន្តែគាត់ឮសំឡេងនិយាយស្រាលៗមកពីចម្ងាយកុំឱ្យវាលស្ងាត់កុំឱ្យទឹកស្រក